ជំរាបសួរ friend ទាំងអស់គ្នានៅក្នុង Facebook ដែលជាទីស្រឡាញ់របស់ខ្ញុំដែលស្រឡាញ់គ្រប់គ្រងវីដេអូរបស់ខ្ញុំហើយថ្ងៃនេះគឺខ្ញុំមានមួយ clip ទៀតហើយជូន friend ទាំងអស់គ្នាទស្សនាហើយចាំខ្ញុំនិយាយបកស្រាយតាមក្រោយអូខេទស្សនាទាំងអស់គ្នាណាអូខេទស្សនាទាំងអស់គ្នាបាទឡើយកុំជេរម៉ែគេញាប់ពេកហើយយើងនឹងមិនហ្នឹងកុំម៉ែជាប់មាត់ម៉ែទៅការទៅរត់ចោលទៅយើងកុំបកកាយជេរម៉ែពេកខ្ញុំប្រាប់រឿងហើយមាត់ហ្នឹងក៏របៀបថាជេរគេម៉ែមិនបកកាយខាងជេរឡងប្រឡងជេរហើយចឹងនេះខ្ញុំអ្នកនិយាយជេរម៉ែឯងមែនបានឯងឈឺចាប់ហ្នឹងណាអញបានជេរម៉ែឯងណាអញជេររឿងរបស់អញតើឯងមកឈឺចាប់អីដែរស្ដាប់វានិយាយតនៅថៃគេឲ្យផ្ទះថៃអត់សមហើយសមតែគេនិយាយចឹងដែរហ្នឹងមិនងំអញបាននៅថៃនិយាយខ្លីហើយកុំបានសម្រាប់ហើយខ្ញុំមិនជួននេះយល់ទេខ្ញុំខ្មែរប៉ុន្តែខ្ញុំឃើញគេអក្រក់ពេកខ្ញុំជួយនិយាយគេទៅធូនបើគេចៃថ្ងៃនៅថៃទៅកាជះថៃនឹងកាជះថៃអញមិនយួនមែនមិនតែអញចង់ជេរថ្ងៃមកពីថ្ងៃខ្ញុំពីខ្មែរគេហូរហើយថ្ងៃយល់អត់ខ្មែរក៏បានយួនជួយណាមិនបានយួនជួយថ្ងៃស្មានតែនៅរហូតដល់10ថ្ងៃមិនចៃណាអូខេ friend ទាំងអស់គ្នាស្ដាប់ឮទាំងអស់គ្នាណាហើយអាមួយហ្នឹងខ្ញុំមិនចេះអានឈ្មោះវាគឺខ្ញុំអានមិនដាច់ទេប៉ុន្តែខ្ញុំនឹង comment ឈ្មោះវា profile វានៅក្នុងវីដេអូនេះហើយ friend ទាំងអស់គ្នាខ្ញុំចង់បញ្ជាក់ប្រាប់ទៅអាចុយម្រាយយួននឹងថាបើឯងជាយួនហើយកុំមកនិយាយថាឯងជាខ្មែរព្រោះខ្មែរគ្មានអ្នកណាដូចអាចុយម្រាយឯងទេអញប្រាប់អាចុយម្រាយឯងច្បាស់អញជាគឺមកពីពួកឯងទេមករករឿងពួកអញមុនពួកឯងដៀលសុទ្ធពួកអញនឹងកាជះនៅថៃពួកអាចុយម្រាយគឺពួកឯងទេមកដៀលពួកអញមុនណាបានអញជេរទៅនឹងហើយមិនមែនតែអញជេរទេមនុស្សរាប់រយរាប់ពាន់អ្នកគេជេរឯងមិនមែនរាប់រយរាប់ពាន់ទេរាប់លានរាប់ម៉ឺនរាប់សែនគេជេរមិនក៏ឯងមិនឈឺក្បាលហងវីដេអូអញទៅជេរទីជាងគេហើយឯងស្ដាប់ផងអាចុយម្រាយវីដេអូគេជេរជាងអញទៅទៀតចុះឯងក៏មិនឈឺក្បាលផងបើឯងខ្លាំងឯងផុសវីដេអូមកឯងកុំឆាតរបស់អញចឹងវាថោកទៀតមនុស្សប្រុសមកជេរស្រីចឹងហើយអញសូមប្រាប់ទៅក៏ដូចម៉ែឯងជីដូនជីតាឯងនឹងអាចុយម្រាយកុំមកចេះឈឺឆ្អាលរឿងអញចង់ជេរអ្នកណាជារឿងរបស់អញបាយមិនពេញចិត្តហើយប្លុកអញចោលទៅហែងបើកវីដេអូនឹងស្ដាប់ធ្វើអីវាមកចុយម្រាយអញថាមិនចង់ទេហែងចង់ល្បីមែនអញឲ្យហែងល្បីអាយួនហែងថាឯងមិនយួនទេហែងថាឯងកូនខ្មែរវាមកចុយម្រាយហើយខ្ញុំជូនទៅចំពោះបងប្រុសមិនដឹងបងប្រុសណាទេ comment នៅក្នុងវីដេអូរបស់ខ្ញុំគេ comment ថាជេរទៅជេរឲ្យឆ្អែតទៅស្ទើពួកឈួតថាខ្ញុំនឹងឈួតថាខ្មែរនឹងឈួតខ្មែរឈួតអស់ហើយអញប្រាប់ឯងថាខ្មែរឈួតពាក់កណ្ដាលហើយពាក់កណ្ដាលទៀតមិនទាន់ឈួតទេអ្នកដែលមិនទាន់ឈួតគឺអ្នកដែលផុសវីដេអូនោះហើយគេមិនទាន់ឈួតទេឯងដឹងអត់អាចុយម្រាយអញជេរឯងតែអាចុយម្រាយទេអញជេរពួកមីញ៉ៃតែចុយម្រាយទេហើយពួកញ៉ៃមករករឿងអញមុនអញសួរថាពួកញ៉ៃបើសិនជាពួកញ៉ៃមិនមករករឿងអញមុនអញរឿងអីទៅជេរពួកញ៉ៃហ្នឹងហ៎តែពួកអាចុយម្រាយឯងមុននឹងនិយាយយកខួរក្បាលមកគិតហងមិនមែនយកខួរខ្នងមកគិតទេអានដើរក្នុងស្នូកបើឯងខ្លាំងឯងចេញវីដេអូដូចអញមកអញមុខអញមិនស្អាតក៏ដោយមិនក៏ដោយអញហ៊ានចេញវីដេអូអញហ៊ានចេញឈ្មោះរបស់អញពិតព្រោះអញវាឈឺចាប់ក្នុងចិត្តពួកអាចុយម្រាយឯងវាដៀលអញហែងមកនៅខ្មែរណាអញប្រាប់ឯងហើយហែងមកនៅផ្ទះគេហើយហែងចង់សម្រាប់ម្ចាស់ផ្ទះគេចោលអាចុយម្រាយស្អីគេយួនគុំតបានខ្មែរជួយឯងអាចុយម្រាយហែងថាស្អីអីខឹងនិយាយឡើងខុសអស់ហើយឯងមកអាចុយម្រាយឯងថាក៏ដួយពូជចុយម្រាយយួនហ្នឹងមកជួយខ្មែរបានខ្មែររស់ដល់រាល់ថ្ងៃអាចុយម្រាយក៏ដួយមកអាចុយម្រាយជួយណារាល់ថ្ងៃនេះជួយហើយខ្មែរអញចិត្តងាប់អស់ហើយដួយមកអាចុយម្រាយអើយជួយក៏ដួយម៉ែឯងអីហើយផ្ញើទៅបងមួយដែល comment មកថាខ្ញុំឈួតជេរទៅជេរឆ្អែតទៅខ្ញុំប្រាប់មកឯងថាខ្មែរគឺឈួតពាក់កណ្ដាលទៀតគឺនៅជាឡើយ
អ្នកដែលឈួតគឺនៅខ្មែរខ្ញុំប្រាប់ឲ្យហើយទៅឈួតដោយសារមិនត្រឹមតែឈួតទេហើយខ្វាក់ភ្នែកទៀតហើយតិចថ្លង់ទៀតគឺខ្ញុំប្រាប់ថាខ្មែរនៅខ្មែរនោះគឺវាឈួតវាតិចថ្លង់វាភ្នែកខ្វាក់ទៀតវាខ្វាក់វាថ្លង់វាមើលអីមិនឃើញទេយួននៅពេញទឹកដីក៏វាខ្វាក់មើលមិនឃើញដែរណាយួនមិនចេះនិយាយយួនមួយម៉ាត់ក៏មានតសញ្ញាណប័ណ្ណខ្មែរដែរហើយខ្មែររត់ចោលស្រុកអស់ហើយយួនរត់ចូលស្រុកខ្មែរអស់ហើយឥឡូវយួនបានដៃជេរខ្មែរណាស្តាកាចេះដាច់ថ្លៃស្តាសំមុខឲ្យកាចេះស្រុកគេពួកអញមកធ្វើកាចេះស្រុកគេក៏ដោយក៏គ្រាន់បើជាងពួកអាហែងដែរពួកអញមកធ្វើកាចេះស្រុកគេអញមិនដែរទៅឌីលគេទេពួកអាហែងមកធ្វើកាចេះប្រទេសអញហើយពួកហែងឌីលអញទៀតអាចុយម្រាយហែងអញជេរមិនជេរហែងអញជេរមិនជេរជារឿងរបស់អញទេហើយអញជេរគឺអញជេរមានហេតុផលអញមិនមែនចេះដូចពួកអាចុយម្រាយអញទេនៅសុកមកជេរអញហើយមិនហែងឈឺចាប់មិនអញនិយាយចំហែងឈឺចាប់ហ៎ណាគឺមកអាចុយម្រាយអញប្រាប់ហែងទៅហែងថាខ្មែរចូលដីអីខ្មែរជួយសង្គ្រោះយួនណាអាយួនជួយសង្គ្រោះខ្មែរអីអាចុយម្រាយអញគ្រាន់តែប្រាប់ហែងថាយួនឥឡូវគឺកំពុងតែជួយសង្គ្រោះជួយសង្គ្រោះខ្មែរហើយអាចុយម្រាយគឺជួយសង្គ្រោះបដៅហើយចិត្តអាលាយហើយខ្មែរចិត្តអាលាយហើយពួកឯងជួយសង្គ្រោះណាសំបីតនំមកកញ្ចប់100ក៏ពួកឯងចង់សម្លាប់ក្មេងដែរពួកអាចុយម្រាយអញជេរឯងមិនអញជេរមីកៅស្រីមុំវាទឹះក្តោឯងមែនអញមិនចង់ជេរអាក្រក់ទេព្រោះអញវានៅក្មេងប៉ុន្តែឯងអញជេរប៉ុណ្ណឹងឯងថាឲ្យអញសិតជេរគេល្មមបានហើយមិនមើលផងវីដេអូមិនមែនបរោះតែអញណាបើឯងខ្លះឯងបរោះវីដេអូទៅឯងសុកចិត្តឯងកុំមកឆាតជេរមកអញចឹងវាថោកទៀតអានដើរក្នុងស្នុកអូខេ friend ទាំងអស់គ្នាថ្ងៃនេះវីដេអូខ្ញុំនិយាយអត់សូវបានល្អទេព្រោះខ្ញុំអត់មានបានរៀបពាក្យទុកទេហើយក៏សូមប្រាប់ទៅអាចុយម្រាយនឹងផងថាបើឯងខ្លាំងឯងបរោះវីដេអូជេរអញឬក៏ជេរអ្នកកាចេះនៅស្រុកថៃដែលឯងថាហ្នឹងទៅពួកអញមិនមែនកាចេះទេពួកអញកម្មករមកធ្វើការនៅស្រុកគេក៏ដោយសារតែពួកអាចុយម្រាយឯងប្លន់ទឹកដីដែរហើយបងប្រុសដែលនិយាយថាពួកខ្មែរឈួតខ្ញុំគ្រប់គ្រងបងឯងណាពួកខ្មែរឈួតពាក់កណ្ដាលប៉ុន្តែពាក់កណ្ដាលទៀតគឺខ្ញុំមិនគ្រប់គ្រងសម្ដីបងឯងទេខ្មែរឈួតមែនតែឈួតតែពាក់កណ្ដាលទេពាក់កណ្ដាលទៀតឈួតហើយខ្វាក់ទៀតខ្វាក់ហើយថ្លង់ទៀតមិនលឺមិនឃើញអីទាំងអស់អូខេវីដេអូនេះសូមផ្ញើជូនទៅដល់ friend ទាំងអស់គ្នាហើយកុំភ្លេចជួយ like ជួយ share ផងបើស្រឡាញ់ពេញចិត្តខ្ញុំហើយខ្ញុំធ្វើរាល់ថ្ងៃនេះគឺមិនមែនខ្ញុំចង់ល្បីទេអរគុណ